កុំទម្លាប់និយាយអាក្រក់ពីអ្នកដទៃជារឿយៗអ្នកនឹងក្លាយជាមនុស្សអាក្រក់ដោយមិនដឹងខ្លួនកុំឈឺឆ្អើរជាមួយនឹងរឿងដែលអ្នកមិនដឹងពីពិតប្រាកដកុំចូលចិត្តអុចអាលឲ្យអ្នកដទៃឆ្លោះគ្នាកុំឆាប់វាយតម្លៃមនុស្សទៅលើសម្បកក្រៅខ្លាំងពេកអ្នកចង់រស់នៅបានសុខគេក៏ប្រាថ្នាសុខដូចគ្នាការគោរពឲ្យតម្លៃគ្នាគឺជាមូលដ្ឋានគ្រឹះនៃមនុស្សជោគជ័យក្នុងសង្គមអ្វីដែលយើងឆាប់ចាញ់បោកបំផុតនោះគឺមុខអ្វីដែលមានតម្លៃបំផុតនោះគឺចិត្តអ្វីដែលមិនគួរជឿបំផុតនោះគឺមាត់អ្វីដែលពិបាកយល់បំផុតនោះគឺអារម្មណ៍ខ្លួនឯងនេះឯងអ្វីដែលគ្មានតម្លៃដូចជាខ្យល់នោះគឺសម្ដីរបស់មនុស្សដែលមិនទៀងត្រង់